ការគ្រប់គ្រងគឺមិនប្រើរបៀបតែមួយទេពេលខ្លះការគ្រប់គ្រងគឺគេឲ្យមនុស្សទាំងអស់មានសិទ្ធិសេរីភាពហើយនឹងការគ្រប់គ្រងខ្លះគឺត្រូវតែប្រើអំណាចតែម្ដងថ្ងៃនេះយើងមកមើលការគ្រប់គ្រងតាមបែបមេដឹកនាំម្នាក់ដែលពិភពលោកស្គាល់ថាតឹងរឹងនិងដាច់ខាតនោះគឺគីមចុងអ៊ុនផ្នែកទី1គុណសម្បត្តិការគ្រប់គ្រងតាមបែបគីមចុងអ៊ុនមានគុណសម្បត្តិមួយចំនួនដែលមិនអាចមើលរំលងបានជាដំបូងការសម្រេចចិត្តលឿនព្រោះអំណាចស្ថិតនៅលើមនុស្សតែម្នាក់មិនចាំបាច់ពិភាក្សាយូរមិនចាំបាច់រងចាំការយល់ព្រមទី2រក្សាស្ថិរភាពរបបបានខ្លាំងការត្រួតត្រាតឹងរឹងធ្វើឲ្យប្រទេសស្ងប់ស្ងាត់គ្មានការបះបោរនិងភាពចលាចលទី3វិន័យនិងការគោរពបទបញ្ជាខ្ពស់មន្ត្រីនិងប្រជាជនធ្វើតាមបញ្ជាដោយមិនហ៊ានបដិសេធផ្នែកទី2គុណវិបត្តិក្នុងផ្នែកទី2នេះខ្ញុំចង់ឲ្យអ្នកដឹងថាការគ្រប់គ្រងដោយប្រើអំណាចយើងក៏ត្រូវបង់សងទៅវិញនៅគុណវិបត្តិមួយចំនួនផងដែរគុណវិបត្តិដំបូងគឺការខ្វះសេរីភាពប្រជាជនមិនអាចនិយាយមិនអាចគិតខុសមិនអាចសួរសំណួរទី2គ្មានអ្នកត្រួតពិនិត្យអំណាចពេលមេដឹកនាំធ្វើខុសគ្មានអ្នកហ៊ានប្រាប់គ្មានអ្នកហ៊ានទប់ស្កាត់ទី3ការគ្រប់គ្រងដោយការភ័យខ្លាចធ្វើឲ្យមនុស្សធ្វើការដើម្បីរស់មិនមែនដើម្បីរីកចម្រើនទី4សេដ្ឋកិច្ចនិងការច្នៃប្រឌិតរីកចម្រើនយឺតព្រោះគំនិតថ្មីត្រូវបានបិទគប់ការគ្រប់គ្រងតាមបែបគីមចុងអ៊ុនអាចមានប្រសិទ្ធភាពក្នុងការរក្សាអំណាចនិងស្ថិរភាពប៉ុន្តែវាមិនអាចបង្កើតការរីកចម្រើនរយៈពេលវែងនិងសុភមង្គលរបស់មនុស្សបានទេអំណាចអាចធ្វើឲ្យមនុស្សស្ដាប់តែការគោរពនិងការចូលរួមទើបធ្វើឲ្យមនុស្សស្មោះត្រង់នឹងយើងពិតប្រាកដនេះជាមេរៀនសំខាន់សម្រាប់មេដឹកនាំអ្នកគ្រប់គ្រងនិងយុវជនជំនាន់ថ្មី